ជំរាបសួរបងប្អូនស្វាគមន៍មកកាន់ដំណើរកំសាន្តទៅកំពង់សោមជាមួយ ALC Family តោះដើម្បីកុំឲ្យខាតពេលយូរសូមអញ្ជើញបងប្អូនទស្សនាជាមួយនាងខ្ញុំទាំងអស់គ្នាសូមអញ្ជើញ Let's goចាបងប្អូននាងខ្ញុំធ្វើដំណើរតាមផ្លូវល្បឿនលឿនចាធ្វើដំណើរនេះគឺយើងអាចចំណេញពេលទៀតបងប្អូនគឺធ្វើដំណើរតែរយៈពេល2ម៉ោងកន្លះឲ្យបងប្អូនពីភ្នំពេញទៅកំពង់សោមចាហើយពេលដែលយើងជិះតាមផ្លូវល្បឿនលឿននេះគឺថាបងប្អូនអាចមើលទេសភាពនៅតាមដងផ្លូវក៏ដូចជាអូបងប្អូនមើលទឹកកពពកក៏ឃើញឡើងស្រស់ស្អាតចាឥឡូវសូមអញ្ជើញបងប្អូនទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាសូមអញ្ជើញបងប្អូនចាបន្ទាប់ពីយើងជិះតាមផ្លូវល្បឿនលឿនហើយគឺឥឡូវគឺមកដល់កំពង់ក្រុងព្រះសីហនុហើយបងប្អូនគឺធ្វើដំណើរទៅឆ្នេរអូឈើទាលបងប្អូនដើម្បីឲ្យកូនកូនងូតទឹកក៏ដូចជាស្រូបខ្យល់អាកាសនៅទីនោះក៏ដូចជាស្ដាប់សំឡេងទឹកសមុទ្របក់រវិចបងប្អូនចាឥឡូវនេះគឺថាបានមកដល់ឆ្នេរអូឈើទាលហើយបងប្អូនគ្រាន់តែមើលទេសភាពទៅគឺថា fresh តែម្ដងបងប្អូនមានបងប្អូនយើងគាត់មកមុជទឹកសមុទ្រច្រើនចាចំណែកនាងខ្ញុំវិញពេលដែលមកដល់ភ្លាមគឺមិនคลิกទាញកាមេរ៉ាទេបងប្អូនថត style ផ្សេងអញ្ចឹងណាបងប្អូនចាបងប្អូនមើលទៅក៏ដឹងថាទេសភាពនៅកន្លែងនោះគឺថាស្រស់ស្អាតចាចំណែកបងប្អូនគ្រួសារ ALC របស់នាងខ្ញុំនេះគឺថាម្នាក់គឺថាមានអារម្មណ៍ស្រស់ស្រាយតែម្ដងចាឯកូនវិញគឺគ្រាន់តែឃើញទឹកសមុទ្រភ្លាមគឺមិនបង្អង់យូរទេគឺលោតចុះហែតែម្ដងខ្លះមានពងអញ្ចឹងទៅបងប្អូនចាបន្ទាប់ពីយើងងូតទឹកអស់រយៈពេល1ម៉ោងមកគឺធ្វើដំណើរទៅផ្ទះសំណាក់បងប្អូនចាឥឡូវនេះគឺថាយើងធ្វើដំណើរបានមកដល់ផ្ទះសំណាក់ហើយក៏បានរៀបចំអីវ៉ាន់ដាក់តាមបន្ទប់រៀងខ្លួនឬក៏យើងធ្វើសកម្មភាពផ្សេងទៀតបងប្អូនចាសកម្មភាពសบายគឺមានច្រើនណាស់អញ្ចឹងដើម្បីកុំឲ្យបងប្អូនទន្ទឹងរង់ចាំយូរនោះសូមអញ្ជើញបងប្អូនទស្សនាជាមួយនាងខ្ញុំប្រជាម្ចាស់ពន្លឺក្រុមជំនុំALC Cambodiaបងប្អូនឥឡូវនេះគឺថាដល់វគ្គពិសេសរបស់យើងណាបងប្អូនចាឥឡូវនេះគឺមេឃកំពុងរៀងងងឹតដែរហើយបងប្អូនឥឡូវនេះគឺបងប្អូនធ្វើការអាំងសាច់បងប្អូននារីស្រីស្អាតប្រចាំ ALC បងប្អូនចាគាត់អាំងបណ្ដាគឺជជែកគ្នាសើចសប្បាយបណ្ដាបងប្អូនចាហើយសាច់ដែលយើងអាំងហ្នឹងមានដូចជាសាច់គោត្រីមឹកបង្គាងាវហើយបន្លែផ្ទាប់ផ្សេងមានដូចជាការ៉ុតប៉េងប៉ោះអូនិយាយទៅបន្លែច្រើនទៀតបងប្អូនចាឥឡូវនេះសូមអញ្ជើញបងប្អូនទស្សនាសកម្មភាពផ្សេងរបស់បងប្អូនសូមអញ្ជើញបងប្អូនអូរយណាសបាយត្រីក៏នៅចោលប្រឡងទៅសានគូមទិញចិត្តគូបានឆ្ងាញ់ម៉ាហើយប្រឡាក់លេងលងមកប្រឡាក់បាទរត់នេះទឹកកញ្ចង់ហើយនឹងត្រីតពាកថតមីតោ
ចាបងអូនឥឡូវនេះបន្ទាប់ពីញ៉ាំរួចរាល់ហើយបងប្អូនគឺថារៀបចំតន្ត្រីរបស់គាត់ហើយបងអូនមកក្រុមទៀតគឺធ្វើការរុករកក្តាមបងប្អូនគាត់រុករកបានធំរបស់គាត់មែនបងអូនចាណែឃើញទេគឺថាបានធំតែម្ដងចាឥឡូវនេះបន្ទាប់ពីគាត់រុករកក្តាមរួចរាល់ហើយគឺថាក្តាមបានរបស់គាត់មែនបងអូននេះឥឡូវបងអូនមើលនេះក្តាមធំណាបងអូនឃើញទេចាបន្ទាប់ពីគាត់រុករកក្តាមរួចរាល់ហើយមានប្អូនមកក្រុមទៀតគឺថាធ្វើការពូនភ្នំសាច់ប្រណាំងគ្នាតើក្រុមប្អូនណាពូនបានខ្ពស់ជាងគេបងប្អូនគ្រាន់តែបងប្អូនមើលសកម្មភាពទៅពូនបណ្ដាគឺថាបរិយាកាសគឺថាសប្បាយកាន់តែសប្បាយថែមទៀតបងអូនចាបងអូនបន្ទាប់ពីគាត់ពូនភ្នំសាច់រួចរាល់ហើយគឺចាគឺថាកម្មវិធីបញ្ចប់គឺបងប្អូនគាត់ធ្វើការរាំយ៉ាងសប្បាយបងប្អូនចាអរគុណបងអូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំសូមព្រះប្រទានពរដល់បងប្អូនទាំងអស់គ្នាសូមសំណាងល្អបាយបាយចាសូមទស្សនាពុតណាស់នួនល្អរំសំជាងបងក្រោមតែចិត្តស្នេហ៍